គីក្នុងសំណុំរឿងវិវាទដីធ្លីមួយកន្លែងដែលអូសបន្លាយរយៈពេល5ឆ្នាំបានលើកឡើងប្រហាក់ប្រហែលគ្នាថាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកប្រើរយៈពេលឆាប់រហ័សក្នុងការដោះស្រាយបញ្ចប់វិវាទជូនពួកគេវិវាទនេះស្ថិតនៅភូមិសំរោងឃុំបឹងបត់កណ្ដោស្រុកបាកានខេត្តពោធិ៍សាត់អ្នកស្រីសុកណយជាភាគីកនិងជាភាគីដាក់ពាក្យស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទបានបញ្ជាក់ថាវិវាទរបស់គាត់ជាមួយភាគីម្ខាងទៀតគឺកើតឡើងយូរឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ2020មកអ្នកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលបានដាក់ចេញយន្តការនេះឡើងអ្នកស្រីចាត់ទុកយន្តការនេះផ្ដល់យុត្តិធម៌ពិតប្រាកដមែនហើយដំណើរការដោះស្រាយវិវាទមិនអស់លុយសូម្បីមួយរៀលអំណរអរគុណហ្មងអរគុណជាសារាបុត្រនឹងហើយអាជ្ញាធរជាតិដោះស្រាយថាបណ្ណាការល្អហើយអរគុណខ្លាំងដំណើរការរបស់បានកូនចៅចុះមកតាំងផ្លូវសាំងផ្លូវអីអ្វីទាំងអស់អរណកណាខ្ញុំយល់ខ្ញុំរយខ្មែរទេអាជ្ញាធរជាតិហ្នឹងខ្ញុំយល់ខ្ញុំទេអត់ចោះដែរយុទ្ធធម៌ប្រកាសមែនជាមួយគ្នានេះលោកសៅជ្រងជាភាគីខក៏បានលើកឡើងដែរថាវិវាទដីធ្លីរបស់គាត់ជាមួយអ្នកស្រីសុកណយបានប្តឹងផ្តល់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយតែបន្ទាប់មកវិវាទនេះក៏ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយមន្ត្រីអដកដែលប្រើរយៈពេលត្រឹម1ថ្ងៃប៉ុណ្ណោះក្នុងការចុះទៅដោះស្រាយបញ្ចប់ដល់មូលដ្ឋានពួកគេរស់នៅតែម្ដងលោកសៅជ្រងបានបន្ថែមថានៅពេលដែលវិវាទត្រូវបានដោះស្រាយបញ្ចប់លោកមានអារម្មណ៍ស្បើយក្នុងចិត្តព្រោះកន្លងមកភាពរ៉ាំរ៉ៃនៃវិវាទនេះធ្វើឲ្យលោកដាច់បាយក្រហាយទឹកបានធូរតើអត់បាយអត់ទឹករាប់ឆ្នាំខ្ញុំអត់មានប៉ះពាល់អីកម្មសិទ្ធិរបស់គេមិនដែលដឹងឮអីសោះហើយដល់ពេលទីចោលដល់ព្រមមិនតាន់និយាយពីអត់បាយក្រហាយទឹកប៉ុណ្ណឹងធ្វើអ្មេចហើយមកដោះស្រាយកន្លែងឃុំកន្លែងស្រុកបកាហ្នឹងរយៈពេលតែជាកន្លះម៉ោងហើយបានឯកភាពគ្នាចុះទៅដល់ស្រែតែទៅដល់ស្រែជាមួយសូរយោអីរបស់បកូនចែកគ្នាស្រេចដាច់បានថ្ងៃរៀនតែចំណុច2ជាងបានជួបជុំគ្នាធ្វើកិច្ចសន្និការស្ដេចមេដាយទៅវិញទៅមកលើភាគីទាំងសងខាងគួរជំរាបជូនថាសំណុំរឿងនេះត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យដោយលោកជាតារាវុធនិងលោកងនសុកជាដែលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2025ថ្មីនេះ